Hello អ្នកនរគ្នានិយាយទៅវីដេអូដែលខ្ញុំបានទៅវិបស្សនានៅបាត់ដំបងហ្នឹងនៅតែមានអ្នកបន្តសួរថាចុះឈ្មោះបែបម៉េចអីបែបម៉េចហើយនិយាយទៅវីដេអូហ្នឹងយូរអីអញ្ចឹងខ្ញុំនឹងឆ្លើយដោយសារតែមានអ្នកឆាតមកផងខមមិនផងហើយខ្ញុំអត់បានឆ្លើយតបអស់ទេអញ្ចឹងខ្ញុំនឹងប្រាប់ពីរបៀបចុះឈ្មោះទៅហ្នឹងការខ្ញុំទៅវិបស្សនាហ្នឹងគឺនៅខាងបាត់ដំបងនៅភ្នំទ្រង់មន់ហើយកន្លែងគេហ្នឹងដូចជាមាននៅកំពង់ចាមមួយទៀតអ្នកនរគ្នាតែខ្ញុំអត់បានទៅទេអញ្ចឹងនេះខ្ញុំនឹងដាក់ link សម្រាប់ចុះឈ្មោះអ្នកដែលចង់ទៅចុះឈ្មោះអញ្ចឹងជាសិស្សថ្មីហើយបើអ្នកអត់ទាន់ចេះចុះឈ្មោះទេខ្ញុំនឹងប្រាប់ខ្លះៗនៅក្នុងវីដេអូហ្នឹងអ្នកនរគ្នាអ្នកដែលសួរថាទៅហ្នឹងចំណាយអស់ប៉ុន្មានអញ្ចឹងគឺការចំណាយគឺអត់អស់លុយទេគឺ free ទាំងអស់ទាំងការញ៉ាំគេនៅទីហ្នឹងនិយាយទៅគេមានមុងភួយឲ្យយើងគ្រប់សពហើយយើងយកទឹកអាយើងទៅស្លៀកពាក់ហ្នឹងទៅតែប៉ុណ្្នឹងឯងហើយនៅពេលចប់វគ្គសិក្សាយើងអាចបរិច្ចាគដូចយើងជ្រះថ្លាដែលយើងទៅហ្នឹងគឺយើងជ្រះថ្លាហើយយើងសប្បាយចិត្តអីចឹងទៅយើងបរិច្ចាគតាមសទ្ធារបស់យើងអញ្ចឹងហើយថាការហ្នឹងគេយកទៅសម្រាប់ដល់សិស្សថ្មីដែលគេចូលមកក្រោយទៀតយើងគ្រាន់តែចូលទៅក្នុង website ហើយយើងវាយ Vipassana meditation ហ្នឹងមកបន្ទាប់មកយើងចុច Tray 3ហើយយើងផ្លាស់ប្ដូរវាទៅជាភាសាខ្មែរហើយយើងគ្រាន់តែចំណាយពេលអានព័ត៌មានរបស់គេឲ្យបានច្បាស់លាស់ទៅបន្ទាប់មកយើងចូលទៅ Tray 3នឹងម្ដងទៀតដើម្បីចែករកវគ្គសិក្សាបើយើងជាសិស្សថ្មីយើងបំពេញជាសិស្សថ្មីមកហើយយើងដាក់ថ្ងៃខែដែលដើម្បីឆែកមើលពេលវេលាដែលយើងត្រូវទៅវិបស្សនាហ្នឹងណាដូចកន្លែងនេះអញ្ចឹងយើងបំពេញកម្ពុជាមកហើយភាសាយើងបំពេញជាភាសាខ្មែរមកអ្នកនរគ្នាហើយយើងចុចឆែកទៅហើយនេះគឺជាថ្ងៃខែដែលយើងត្រូវទៅវិបស្សនាអញ្ចឹងវាមានច្រើនថ្ងៃច្រើនខែអីចឹងណាអញ្ចឹងយើងអាចដាក់ស្នើសុំបានយើងពេញចិត្តថ្ងៃណាដែលយើងទំនេរអីចឹងយើងអាចដាក់ស្នើសុំបានទៅហើយយើងបំពេញលក្ខខណ្ឌដូចខាងលើយើងអានបណ្ដាយើងពេញបណ្ដាទៅអត់ប្រហែលអ្នកនរគ្នាអានមួយពេញមួយទៅនិយាយទៅយើងមើលអ៊ីមែលហើយនឹងលេខទូរស័ព្ទយើងបានច្បាស់លាស់ទៅបានត្រឹមត្រូវទៅងាយស្រួលនឹងគេតាក់ទងមកយើងនិយាយទៅមានតែប៉ុណ្្នឹងទេអ្នកនរគ្នាបើមានចម្ងល់អីអាច comment សួរបាននៅខាងក្រោមបានអរគុណច្រើនបាយបាយ